សូមស្វាគមន៍បងប្អូនដែលចូលមកកាន់ការផ្សាយរបស់នាងខ្ញុំសាជាថ្មីព័ត៌មានថ្ងៃនេះគឺផ្សារភ្ជាប់ជាមួយនឹងរឿងបងប្រុសណាឃីមម្សិលមិញដើម្បីកុំឲ្យបងប្អូនដាច់ភាគចឹងហើយបងប្អូនខ្លះប្រកាសជាចង់ដឹងហើយថាបងប្រុសណាឃីមមានឈ្មោះតកូលហើយមានឪពុកម្ដាយក៏ដូចជាបងប្អូនប្រមាណអ្នកអញ្ចឹងនាងខ្ញុំសូមជម្រាបជូនបងប្អូនទាំងអស់គ្នាក្នុងថ្ងៃនេះហើយនឹងមិត្តចំណិតរបស់ណាឃីមផងដែរបងប្រុសណាឃីមមានឈ្មោះពេញគឺលោកឈឿនឃីមមានលោកឪពុកឈ្មោះម៉ោមសាទនិងម្ដាយឈ្មោះនួនសាមឿនលោកឈឿនឃីមមានបងប្អូនចំនួន3នាក់គឺឈឿនសុកស្រីឈឿនកំសាស្រីនិងប្អូនប្រុសពៅឈឿនសុកលីបងប្អូនទាំងអស់គ្នាដោយសារតែជំងឺបានយាយីទៅដល់លោកណាឃីមយ៉ាងខ្លាំងធ្វើឲ្យលោកណាឃីមមានស្មារតីខ្សោយខ្លាំងមែនទែនដែលលោកណាឃីមអាចចងចាំបានមនុស្សតិចបំផុតខ្លាំងមែនទែននៅឯមន្ទីរពេទ្យដែលទី1ម្ដាយរបស់ខ្លួនទី2លោកព្រំប្រសិទ្ធទី3គឺលោកសម្បត្តិរិទ្ធីទី4គឺអ្នកនាងខាត់សុស្ដីចំណែកឯការទៅព្យាបាលនៅឯប្រទេសវៀតណាមគឺមានតែមនុស្ស3នាក់ប៉ុណ្ណោះដែលអាចទៅទីនោះគឺអ្នកម្ដាយរបស់លោកណាឃីមលោកព្រំប្រសិទ្ធនិងលោកសម្បត្តិរិទ្ធីបងប្អូនទាំងអស់គ្នាអ្នកទាំង3នេះមិនថាតែនៅភ្នំពេញឬក៏ទៅដល់វៀតណាមទេគឺគាត់មិនហ៊ានគេងទេបងប្អូនគាត់នៅជាប់ជានិច្ចតែម្ដងគាត់មើលមិនឲ្យធ្វើប្រហែសនោះទេយោងតាមការជួយសង្គ្រោះដៃរត់ជើងគឺចុងក្រោយគឺនៅតែមិនមានលទ្ធផលចុងក្រោយគឺពេទ្យបានប្រាប់ឲ្យពួកគាត់ត្រៀមចិត្តក៏សម្រេចចិត្តយកគាត់ត្រឡប់មកស្រុកខ្មែរវិញបើសិនជាគាត់ផុតដង្ហើមនៅឯមន្ទីរពេទ្យវៀតណាមគឺពិបាកទាក់ទងនឹងឯកសារយកសពចេញអញ្ចឹងហើយបណ្ដាំដែលណាឃីមស្រែកទទូចចង់ឲ្យបងប្អូនធ្វើឲ្យពួកគេនោះគឺគាត់បានឃ្លានជ្រក់ស្វាយនិងឃ្លានផាសិនលោកព្រំប្រសិទ្ធនិងលោកសម្បត្តិរិទ្ធីបានធ្វើផាសិនយ៉ាងឈ្ងុយឆ្ងាញ់ទៅឲ្យណាឃីមនៅថ្ងៃបុណ្យសពហើយក៏បានធ្វើជ្រក់ស្វាយទៅដល់ណាឃីមផងដែរអ្នកទាំងអស់គ្នារួមទាំងក្រុមតន្ត្រីមិត្តភ័ក្តិជិតស្និទ្ធបងប្អូនសាច់ញាតិគឺមានការគ្រប់ក្រួនជាខ្លាំងហើយនៅវេលាថ្ងៃស្អែកថ្ងៃអាទិត្យម៉ោង6ល្ងាចគេនឹងធ្វើការបូជាសពណាឃីមហើយចឹងហើយក្រុមតន្ត្រីរបស់អ្នកនាងខាត់សួស្ដីគឺអវត្តមានណាឃីមជារៀងរហូតដោយគ្មានថ្ងៃវិលត្រឡប់ឡើយហើយព្រឹកស្អែកនៅវេលាម៉ោង9ក្រុមតន្ត្រីអ្នកនាងខាត់សួស្ដីក៏បានមកប្រគំដើម្បីជូនដំណើរលោកណាឃីមជាលើកចុងក្រោយផងដែរពិតជាសង្វេគនិងអនិច្ចាខ្លាំងមែនទែននៃការបែកបាក់មួយនេះជម្រាបជូនបងប្អូនផងដែរលោកណាឃីមគឺបានបញ្ចប់ការសិក្សានៅសាលាភូមិន្ទវិចិត្រសិល្បៈផ្នែកចម្រៀងបុរាណបងប្អូនទាំងអស់គ្នាបន្ទាប់មកក៏មានជាសមាជិករបស់អ្នកនាងខាត់សុស្រីដែលជាតន្ត្រីបុរាណផងដែរគឺតែងតែមានវត្តមានតាមរោងការរោងបុណ្យឲ្យតែគេជួលអ្នកនាងខាត់សុស្ដីគឺតែងមានវត្តមានគាត់ជានិច្ចអញ្ចឹងហើយគឺពិតជាសោកស្ដាយខ្លាំងមែនទែនហើយលោកបានបន្សល់ទុកនៅប្អូនចំនួន3នាក់ដែលនៅក្មេងៗខ្លាំងមែនទែនហើយម្ដាយរបស់លោកគឺជាមេគ្រួសារបានលោកណាឃីមដែលតែងតែផ្ដល់ជួយគុតគង់ដល់ម្ដាយនិងបងប្អូនចុះពេលនេះហើយបងប្អូនណានិយាយពីថាព័ត៌មានមួយនេះនាងខ្ញុំចង់ដាស់តឿនដល់បងប្អូនទាំងអស់គ្នាឲ្យបងប្អូនទាំងអស់គ្នាថែរក្សាសុខភាពបងប្អូនទាំងអស់គ្នាមានអារម្មណ៍ថាមិនស្រួលខ្លួនបងប្អូនទាំងអស់គ្នាអាចទៅឆែកជាមួយនឹងគ្រូពេទ្យជំងឺខ្លះបើសិនជាយើងឆែកទាន់ពេលគឺយើងនៅមានឱកាសនឹងរស់បន្តទៀតប៉ុន្តែបើយឺតពេលហើយគឺរយៈពេលខ្លីមែនទែនមច្ចុរៈនឹងផ្ដាច់ជីវិតបងប្អូនទាំងអស់គ្នាហើយអញ្ចឹងហើយនាងខ្ញុំសូមអនុញ្ញាតគោរពនិងបញ្ចប់ព័ត៌មានត្រឹមប៉ុណ្នេះសូមអរគុណនិងសូមផ្ញើសំឡេងក៏ដូចជាស្នាដៃសិល្បៈការច្រៀងរបស់លោកណាឃីមទៅដល់បងប្អូនទាំងអស់គ្នាផងគឺនាងខ្ញុំបានស្ដាប់សំឡេងគាត់រួចហើយបងប្អូនទាំងអស់គ្នាគឺព្រោះហើយគឺជា color មួយដែលនាងខ្ញុំចូលចិត្តហើយបងប្អូនទាំងអស់គ្នាក៏ចូលចិត្តដែរសំឡេងគាត់គឺពិតជាល្អខ្លាំងមែនតើអញ្ចឹងហើយនាងខ្ញុំសូមបញ្ចប់វីដេអូត្រឹមប៉ុណ្នេះសូមអរគុណគ្រប់នឹងជម្រាបជួបនាងខ្ញុំនៅវីដេអូក្រោយ